ដូច្នេះយើងដឹងថា sheet topo sheet របស់យើងគឺលេខ5932ណាខ្ញុំត្រូវចូលទៅ topo 100ដែលខ្ញុំដឹងថាខ្ញុំរក្សាទុកនៅ DME topo 100 CD3 ហើយខ្ញុំចូលទៅ Indian E ហើយបន្តមកទៀតខ្ញុំត្រូវ scroll ទៅរកលេខ sheet 5932នៅទីនេះខ្ញុំ click add មកខ្ញុំ click no ពេលនោះយើងtopo 5932មកដល់ project file យើងហើយយើងត្រូវ click ទៅលើ topo 100ចេញបិទវាចេញដើម្បីកុំឲ្យវាបាំងហើយបន្តមកទៀតខ្ញុំបិទខេត្តព្រំប្រទល់ខេត្តចេញខ្ញុំរក្សាតែប៉ុណ្ណេះទេខ្ញុំចាប់ផ្ដើម zoom ខ្ញុំ zoom ទៅលើភ្នំពេញតំបន់ភ្នំពេញពីព្រោះខ្ញុំចង់គូផ្លូវពីភ្នំពេញទៅកំពង់ស្ពឺគឺផ្លូវជាតិលេខ4ដូច្នេះខ្ញុំ zoom ហើយខ្ញុំចាប់ផ្ដើមគូមុននឹងចាប់ផ្ដើមគូខ្ញុំ highlight ណា activate ទៅលើ road ខ្ញុំ click លើ editor start editing តទៅមកទៀតខ្ញុំ highlight លើ road ខ្ញុំ click OK ហើយខ្ញុំ click ទៅលើ road មួយសារទៀតដើម្បីវាចេញឡាញឲ្យយើងគូខ្ញុំ click ទៅលើឡាញហើយខ្ញុំចាប់ផ្ដើមគូខ្ញុំចាប់ផ្ដើមទី1ខ្ញុំកាត់ផ្ដើមគូផ្លូវជាតិលេខ4ចេញពីផ្លូវមនីវង្សមកទៅដូច្នេះខ្ញុំចាប់ click 1 click ទៅតាមផ្លូវដែលមាននៅលើផែនទីយើងនេះណាដូច្នេះខ្ញុំចាប់ផ្ដើមគូវាហើយខ្ញុំត្រូវគូទីនឹងរហូតគូបែបនឹងរហូតទៅដល់ចប់ផ្លូវហ្នឹងអូខេនៅពេលដែលខ្ញុំបញ្ចប់ផ្លូវហ្នឹងខ្ញុំត្រូវ click 2 ដងគេ double click ពេលនោះគឺយើងបានបញ្ចប់ផ្លូវហ្នឹងហើយបន្តមកទៀតខ្ញុំអង្គលវាបន្តិចឡើងទៅលើព្រោះខ្ញុំចង់គូផ្លូវជាតិលេខ3មួយទៀតដែលភ្ជាប់ពីផ្លូវជាតិលេខ4មុននឹងគូផ្លូវជាតិលេខ3ដែលភ្ជាប់ផ្លូវជាតិលេខ4ខ្ញុំត្រូវតែ select snapping ខ្ញុំមុននឹង snapping ខ្ញុំត្រូវជ្រើសរើសយក vertex snapping ពីព្រោះខ្ញុំចង់ភ្ជាប់ពីពាក់កណ្ដាលខ្សែទៅខ្ញុំ click លើវា highlight លើវាហើយបន្ទាប់មកខ្ញុំ click លើ line ខ្ញុំចាប់ផ្ដើមគូទៀតពេលនេះវាខ្ញុំបានភ្ជាប់ពីនេះមកហើយខ្ញុំ click double click ខ្ញុំបញ្ចប់វាត្រឹមប៉ុណ្ណេះដូច្នេះយើងបិទមើលយើងបិទ base map ទៅយើងឃើញហើយនេះគឺជាផ្លូវដែលយើងបានគូអំបញ្ញមិញដូច្នេះយើងចង់ពង្រីកមើលថាតើអា snap របស់យើងភ្ជាប់ពីផ្លូវជាតិលេខ4វាដាច់គ្នាអត់ខ្សែពីរហ្នឹងគឺយើងពង្រីកសាកមើលទៅឃើញថាវាជាប់គ្នាល្អវាអត់ដាច់គ្នាទេដោយសារយើងប្រើ snap បន្ទាប់មកទៀតយើងគូបានផ្លូវនឹងហើយយើងត្រូវចូលទៅ editor stop edit គេសួរថា save ក៏អត់ yes ត្រូវតែ save បើមិន save ទេគឺអត់ជាប់ទេពេលនេះយើងបានផ្លូវ2ខ្សែផ្លូវជាតិលេខ4មួយផ្លូវជាតិលេខ3មួយបន្តមកទៀតយើងត្រូវតែគណនាប្រវែងវាថាតើខ្សែនីមួយមានប្រវែងប៉ុន្មានខ្ញុំត្រូវតែ right click ទៅលើsim មួយឈ្មោះ road ហើយ open attribute table ពេលនោះយើងឃើញមានតែ column 3 ទេ column ទាំងអស់3ហ្នឹងគឺអត់មាន column ណាដែលបង្ហាញពីប្រវែងខ្សែទេដូច្នេះខ្ញុំត្រូវតែបង្កើត field មួយទៀតឈ្មោះថា length ដើម្បីបង្កើត field នឹងបានខ្ញុំត្រូវ click ទៅលើ table option បន្ទាប់មកខ្ញុំជ្រើសរើស add field ខ្ញុំសរសេរថា length ណា length នេះមានន័យថាបណ្ដោយប្រវែងបន្ទាប់មកទៀតខ្ញុំជ្រើសរើស long integer
ណាខ្ញុំអត់យកតិចទៀតទេខ្ញុំយក long integer precision របស់នេះខ្ញុំអាចយកលេខ1បានថាក្រោយក្បៀសមកខ្ទង់ខ្ញុំคลิก OK ហើយដើម្បីគណនានឹងគណនាប្រវែងខ្សែដែលយើងបានគូខ្ញុំគ្រាន់តែ right click លើនឹងហើយខ្ញុំ right click វាបែបនេះខ្ញុំចូលទៅ calculate geometry ខ្ញុំ click ទៅ length ត្រូវហើយ property length ម៉ែត្រត្រូវហើយយើងយកម៉ែត្រណាបើសិនកន្លែងនេះមាន option ច្រើនយើងចង់យកប្រវែងគិតជាម៉ែត្រក៏បានគិតជាគីឡូម៉ែត្រក៏បានណាឥឡូវឧទាហរណ៍ថាខ្ញុំយកជាម៉ែត្រខ្ញុំអត់ចង់យកជាគីឡូម៉ែត្រទេខ្ញុំ click OK ឃើញហើយហេតុអីបានមានបញ្ហាហ៎